สุดท้ายเราคะแนนโอเคนะแต่ซาตานเมียนปองปองกับปานซวยยนปีพลบะบางปีนะครับเชียร์กับเป็นครูอะไรนั่นก็ยังนำมวลดีกาแต่ก็เชียร์กับเป็นครูเสียบจนจับดังฟีดแบ็กดีกว่าถ้าไอจีพลบะบนไปด่านะครับเชียร์กับเป็นครูวะពេលដែលចូលជាកាប៊ីនគ្រូហ្នឹងយើងមិនមែនចូលមកធ្វើការជាកាប៊ីនគ្រូយកហ្មងលើយន្តហោះយកហ្មងហើយយើងត្រូវការ train រយៈពេល7-3 ខែណាបងប្អូនគ្នាហើយ train ហ្នឹងក៏អត់ស្រួលដែរព្រោះដោយសារតែវាតាក់ទងជាមួយនឹងយន្តហោះហើយដែលខ្ញុំអត់ដែរស្គាល់ពីមុនមកអញ្ចឹងណាយើងត្រូវរៀនឡើងវិញហើយមានដំបូងសុបាយឯពីមួយខែជាងដំបូងសុបាយបងវាផាត់grooming អីផាត់មកផាត់អីសុបាយដល់ពេលអាហ្នឹងហើយហ្នឹងដែរស្រាលៗដល់ពេលអាមួយខែកន្លះចុងក្រោយហ្នឹង safety ទាំងអស់ safety យន្តហោះនិយាយទៅគឺ first aid ថតមុខមែនតើនឹងហើយអញ្ចឹងនិយាយទៅអីដែលលំបាកច្រើនគឺដោយសាររឿង training ទេមុនពេលដែលយើងបានអស់អាហ្នឹងហើយការ training ហ្នឹងប្រើពេលប្រហែលជា2ខែកន្លះទៅ3ខែហើយសម័យមើល first aid បូកជាមួយនឹង SEP សរុបទៅប្រហែលជា700តំពរជាងណាហ្នឹងហើយបងចាំទាំងអស់ដើម្បីប្រឡងហើយប្រឡងហ្នឹងគឺ 90% គឺយកបន្ទុកជាប់ចាហើយសំខាន់នៅពេលដែល train ចប់ហ្នឹងក៏មិនបានឡើងមកធ្វើការដែរនៅត្រូវការធ្វើ SNY 2 ដងហើយនៅ line check ម្ដងទៀតបើមិនជា line check ហ្នឹងយើងធ្លាក់ក៏អាច qualify ជា cabin crew បានដែរហើយ line check ហ្នឹងមិនមែនចេញ line check លើកដំបូងហ្នឹងជាប់ហើយគឺយើងខ្លួនហ្នឹងណាគឺរាល់ឆ្នាំ recurrent ជាមួយនឹង line check ត្រូវធ្វើរៀងរាល់ឆ្នាំឥឡូវជាក់ស្ដែងដូចថ្ងៃហ្នឹងលីកាឡើងមកនេះគឺគាត់មាន line check នៅលើ fly ហ្នឹងទៀតខ្ញុំ fly ជា operate crew ផង operating crew ផងក៏ជា line check ផងខ្ញុំត្រូវ line check មាន checker គាត់ check អញ្ចឹងហ្នឹងមាន checker ឡើងមក check លីកាដូចខ្ញុំនិយាយអញ្ចឹងមិនមែនយើង line check លើកទី1ដែល release ទៅពី crew ហើយខ្លួនទៅគឺជារាល់ឆ្នាំគឺយើងត្រូវមាន line check ត្រូវមានប្រឡងឡើងរៀងរាល់ឆ្នាំចឹងអាហ្នឹងគឺជាផលលំបាកមួយដែរហើយដូចខ្ញុំនិយាយអញ្ចឹងសភៅប្រាក់ណាស់ SCP បូកជាមួយនឹង First Aid បំផុតឲ្យតំពរជាងត្រូវតែចាំ 90% បន្ទុកទៅជាប់ហើយនៅមាន practice នៅមានអីត្រូវលោត slide លោតបាញ់ភ្លើងលោតទឹកលោតអីតែទឹកហើយលេងចឹងទៅតែពិបាកព្រោះយើងមិនថាទឹកលេងធម្មតាហ្នឹងហើយអានេះគឺជាដែលពិបាកយើងមករៀនរយៈពេល2ខែកន្លះ3ខែនេះគឺជារៀងរាល់ថ្ងៃហ្មងលើកលែងភាសាទឹកហើយថ្ងៃប៉ុនទៀនទេតែវាគឺមកអស់ពីរងហើយត្រូវតែមើលមានឲ្យចាំតែមើលអត់ចាំប្រឡងធ្លាក់យើងអាចប្រឡងសងបានតែម្ដងទេហើយបើសិនជាប្រឡងសងនឹងធ្លាក់ទៀតគឺបាយហើយដូចកាលថ្ងៃហ្នឹងបើសិនជាឡើង check ធ្លាក់មែនទៅបើឡើង check ធ្លាក់ recheck ម្ដងទៀតឯអាកាសតែម្ដងហើយបើសិនជាម្ដងទៀតនឹងធ្លាក់ក៏បាយដូចគ្នាគឺយ៉ាងណាទាំងអស់គ្នាក៏មានគ្រូមានស្រួលហើយណាត្រូវតែមាន knowledge និង education នៅតាមខ្លួនរហូតត្រូវតែ check ត្រូវតែចាំតែមិនចឹងទេប្រហែលគឺមិនសប្បាយហើយចាពីនេះចង់ផ្ដាំផ្ញើទៅអ្នកដែលគាត់ចង់ធ្វើជាគ្រូគ្រូចង់ផ្ដាំផ្ញើថាត្រូវតែមានការតាំងចិត្តខ្ពស់ហើយកុំមាន give up ព្រោះការងារមួយនេះ airline ណាក៏ដោយ airline ណាគឺត្រូវតែរៀនរហូតចឹងកុំ give up បើសិនជាចូលថាអូប្រឡងជាប់បានជាប់ជា trainee ហើយរៀនឲ្យចប់ខំដើម្បីបានខ្លះជាគ្រូដូចពួកខ្ញុំដែរយ៉ាអូខេអ្នកនរគ្នាចាំបើសិនជាមានសំណួរតាក់ទងជាមួយការងារជាគ្រូអាច comment សួរក្នុងវីដេអូហ្នឹងខ្ញុំនឹងជួយយកទៅវីដេអូឆ្លើយតបទៅកាន់អ្នកនរគ្នាអូខេជួបគ្នាវីដេអូក្រោយបាយបាយ